ហ៊ានទៅមុខរៀបរៀងដោយបងគ្រូគូសុភាពអតីតកាលមាន2ប្រភេទបើជារឿងល្អឬបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងផុតទៅកុំស្ដាយអីរលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងអតីតកាលមាន2ប្រភេទទីមួយគឺជាអតីតកាលដែលមានកុសលនិងអតីតកាលដែលជាអកុសលដែលជារឿងមិនល្អអញ្ចឹងបើសិនជារឿងមិនល្អសូមអនុញ្ញាតឲ្យវាកន្លងផុតទៅតែបើសិនជាវាជារឿងល្អកុសលបងយើងត្រូវរំលឹកវាជារឿងដើម្បីឲ្យចិត្តយើងជ្រះថ្លាការកុសលម្ដងទៀត TikTok